ពលរដ្ឋខ្មែរបានសម្រុកចេញពីថៃក្រោយជាប់គាំងត្រូវបានអាជ្ញាធរកម្ពុជាថៃសម្រួលចូលបន្ទាយមានជ័យពលរដ្ឋខ្មែរបានសម្រុកចេញពីថៃក្រោយជាប់គាំងត្រូវបានអាជ្ញាធរកម្ពុជាថៃសម្រួលចូលបន្ទាយមានជ័យពលរដ្ឋខ្មែរបានសម្រុកចេញពីថៃក្រោយជាប់គាំងត្រូវបានអាជ្ញាធរកម្ពុជាថៃសម្រួលចូលពីម៉ោង 5 ដល់ម៉ោង 8 យប់ថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2025 ในច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្នុងដែលទទួលស្វាគមន៍ពលរដ្ឋខ្មែរដែលចាក់ចេញទឹកដីមកកម្ពុជាមានឯកឧត្តមប៉ាន់ខែមុនថននាយរងខុទ្ទកាល័យនាយករដ្ឋមន្ត្រីឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទូពេជ្រវណ្ណានាយរងទីចាត់ការការងារព្រំដែនអគ្គបញ្ជាការប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃលោកគៀតហ៊ុលអភិបាលក្រុងប៉ោយប៉ែតនិងក្រុមការងារក្រោយអាជ្ញាធរកម្ពុជាថៃបានសម្របសម្រួលពលរដ្ឋចេញពីទឹកដីថៃតាមច្រកខ្លងលើកមកច្រកអន្តរជាតិប៉ោយប៉ែតឲ្យចេញចូលពីម៉ោង 5 ដល់ម៉ោង 8 យប់អាចប្រមាណជាង 6,000 នាក់ភាគច្រើនពលករខ្មែរច្រើនជាងអាជីវករនិងកម្មករនិងពលរដ្ឋថៃចាក់ចេញពីកម្ពុជាទៅថៃអាចជាង 2,000 នាក់ដោយឡែកអាជីវករខ្មែរដែលមានរថយន្តនិងម៉ូតូត្រូវបានភាគីថៃសម្រួលឲ្យចូលម៉ោង 6 រហូតដល់ម៉ោង 8 យប់អាចមានប្រមាណរាប់រយគ្រឿងដែលបន្តចូលជាបន្តបន្ទាប់ក្រោយអាជ្ញាធរកម្ពុជាទទួលស្វាគមន៍ពលរដ្ឋខ្មែរឃើញមន្ត្រីនគរបាលអន្តរប្រវេសន៍ថៃបានជួបស្វាគមន៍ឲ្យកម្ពុជានិងសូមអាជ្ញាធរកម្ពុជាសម្រួលការចេញរបស់ពលរដ្ឋថៃដែលគ្មានឯកសារចំណែកភាគីថៃនឹងសម្រួលដល់ពលរដ្ឋកម្ពុជាដូចគ្នាក្នុងការចាក់ចេញពីថៃមកកម្ពុជាអាជ្ញាធរកម្ពុជាបានត្រៀមរថយន្តជាង 10 គ្រឿងសម្រាប់ការដឹកជញ្ជូនពលរដ្ឋខ្មែរជាពលករត្រឡប់ពីថៃចូលមកកម្ពុជាដឹកជូនដល់លំនៅឋាននិងស្រុកកំណើតតែពលករខ្មែរប្រមាណ 20 នាក់ថៃចាប់បញ្ជូនថ្ងៃនេះបានដាក់មណ្ឌលសំចតហើយនឹងដឹកបន្តទៅស្រុកកំណើតដោយឡែកស្ថានភាពនៅថ្ងៃស្អែកគឺមន្ត្រីនគរបាលអន្តរប្រវេសន៍ថៃប្រាប់អាជ្ញាធរកម្ពុជាលើស្ពានមិត្តភាពកម្ពុជាថៃគឺរងចាំបទបញ្ជាថ្នាក់លើនឹងជួនដំណឹងពេលក្រោយដោយរថយន្តដឹកទំនិញថៃដែលជាប់គាំងទឹកដីកម្ពុជាចំនួន 27 គ្រឿងត្រូវបានឲ្យចាក់ចេញទៅថៃហើយភាគីថៃឲ្យរថយន្តនិងម៉ូតូពលរដ្ឋខ្មែរចូល